bà chết bỏ miên phải cho ôn làm bay 30 tuổi sắp nhóm nâng tới đặt tuần ti luôn anh mình khơi anh trong khơi anh trong khơiเอาไว้อย่างอ้อเราต้องเอานี่จุด subscribe พอนะrồi hãy ចុចសញ្ញាកណ្ដឹងជំរាបសួរបាទហ្នឹងហើយគេសួរខ្ញុំច្រើនមែនតើថាលេខកូនសម្ងាត់មុនអាគុំញ៉ែស្រីញ៉ែអីហ្នឹងអីគេហ្នឹងចាំឲ្យខ្ញុំប្រាប់បងប្អូនហ្នឹងហើយfather Fariji កម្មម៉ាលោបៈមកយកទុយហ្នឹងហើយគេសួរច្រើនមែនតើហ្នឹងហើយកុំឲ្យឆៃបោកបងប្អូនហ្នឹងហើយចាំឲ្យខ្ញុំប្រាប់បល័យងាត់មួយទៀតហ្នឹងហើយកុំរកចាញ់បងប្អូនហើយហ្នឹងហើយចេះបល័យឲ្យស្ដាប់មកណាមកងាប់ហើយអត់បានមួយម៉ាត់ហ្នឹងណាមិនអត់ហ្នឹងហើយម៉ងសៀនម៉ងសាយកំងសាវ៉ាអេតងកំងស៊ីប៉ាឡាទុយអើយញុយណែចាមកឲ្យចូលបាត់ហើយបងប្អូនហ្នឹងហើយហ្នឹងហើយបងប្អូនថ្ងៃនេះជឿថ្ងៃអាទិត្យបងប្អូនណាបល័យខ្ញុំចាញ់អស់ណាហ្នឹងហើយ father Fariji កម្មម៉ាលោបៈមកយកទុយខ្ញុំចាំតែហ៎ម៉ងសៀនម៉ងសាយកំងសាវ៉ាអេតងកំងស៊ីប៉ាឡាទុយអើយញុយណាបងប្អូនណាហ្នឹងហើយកុំភ្លេចតែងចាំម្នាក់មួយទៅហ្នឹងហើយមិនស្រួលខ្លួនទេចាប់ជំនុំទៅស្រោចទឹកណាចេះbà chết bỏ miên phải cho ôn vậy hùm tư bỏខ្លួនណាអត់សូវផ្អែមទេតើបានបងបកចុកអញ្ចឹងណាល្អអានរត់ហ្នឹងបាទអានរត់ហ្នឹងចាក់អូនហើយលេខមើលតើបងឯងណាថាអញ្ចឹងដើម្បីបានមើលទូរស័ព្ទខ្ញុំនឹងត្រូវដាក់ទូនទីខ្លួនឯងមើលទូរស័ព្ទបានប្រហែលជាកន្លះម៉ោងទៅប្រហែលម៉ោងនេះហើយការរៀន1ម៉ោងទៅ2ម៉ោងស្ដាប់តាណាងានៅក្មេងខិតខំសិក្សាដោយពាក្យមួយឃ្លាបានពោលថារៀនច្រើនកើនវិជ្ជាបច្ឆាក្តៅទាកុំភ្លេចទឹកថ្នោតជួណាពិធីកមួយនោះថាអត់គ្រប់គ្រាន់ដោយពូអត់ចុយអូយក្មួយហើយពូខេងតាអាហ្នឹងវាតាំងពីដើមទៅនិយាយមែនតើទៅរងថ្ងៃនេះពូបើសិនជាពូរវល់តដើររើសរំថ្មចោលឆ្កែចោលឆ្មាហ្នឹងពូធ្វើមិនទៅរកភាពជោគជ័យខេងពូឲ្យមេបីធម្មតាយើងវាកាន់តែខ្ពស់វាត្រូវហើយវាទៅតែប៉ះខ្យល់ប៉ះភ្លៀងហើយពូទៅខ្វល់អីពូទៅយកចិត្តទុកដាក់អីបាទនោះវានិយាយបាល់មិនទាន់បានក្របខ័ណ្ឌផង freelance នៅបដាល់អាថោកទៀបនោះក៏ពិតមែនតែនទៅធ្លាប់នេះមួយពូតាំងពីប្រហែលឆ្នាំមុនតើវានេះកំពុងធំទេតែកំពុងធំអានេះពូអត់នេះទេចុះទេចាជាមួយនេះកំពុងធំទេតែកំពុងធំអានេះពូអត់នេះទេចុះទេជាមួយនេះឯងចាំបាច់នេះហើយចាំបាច់ស្ទើរធ្វើឲ្យឯងមកខ្លួនឯងមកអញចាំបាយកូនប្រុសដូចម៉ែអាថោកទៀបអូចាថាកូនប្រុសអត់មានពាក្យកសើសាមចុយខ្ញុំសង្ឃឹមថាសុបិនមិនបាក់ទឹកចិត្តហើយសុបិននឹងបដូរផ្នត់គំនិតកុំមើងងាយស្ត្រីថាស្ត្រីហ្នឹងមិនផ្ដល់អ្វីគ្រប់គ្រាន់ឲ្យសុបិនធ្វើឲ្យសុបិនហ្នឹងទៅរកស្រីក្រៅនេះហើយជាផ្នត់គំនិតធ្វើឲ្យប្រជាជនខ្មែររបស់យើងធ្វើឲ្យគាត់មានការប្រតិកម្មយ៉ាងខ្លាំងទៅលើពាក្យសម្ដីសុបិនឥឡូវនេះសុបិនបានចេញបង្ហូរទឹកភ្នែកនៅលើក្នុងបណ្ដាញសង្គមហើយអូនបង្ហូរទឹកភ្នែកធ្វើអ្វីបើថ្លៃនិយាយខុសបន្តិចមិនទួចមិនអីទេណាសូបិនខ្ញុំសង្ឃឹមថាសូបិននឹងរឹងមាំមិនបាក់ទឹកចិត្តឲ្យផ្លាស់ប្ដូរផ្នត់កំណត់នឹងចោលទៅសូមជូនដំណឹងប្លែកពេលដែលខ្ញុំក្រខ្លាំងណាបងមានតែគ្រូទៀតលើទឹកចិត្តខ្ញុំធ្លាប់មានហាងកៅអៅហាងកញ្ចក់ហើយខ្ញុំបើកហាងមួយត្មតែខ្ញុំសុំលុយបាន$10000បើកហាងមួយគឺយូរមួយឆ្នាំ2ឆ្នាំមិនបានបើកហាងមួយបើកតែបើកហើយដើរហើយចាប់ដើមមានរឿងហើយគឺគេដូចជាអូនយើងមិនឲ្យយើងមានហ្មងបានតែម៉ាស៊ីដល់ពេលដាក់ខ្លាំងមែនតើគឺខ្ញុំដាក់រហូតដល់ខ្ញុំអស់ហាងលេងហើយខ្ញុំលក់ខូចនៅចាំផ្លូវដេកនឹងចាំផ្លូវនឹងមកខ្ញុំអស់មែនតើណាខ្ញុំអស់លេងហ្មងហើយខ្ញុំអត់ដៃទៅហាមាត់ពឹងអ្នកណាទេតែខ្ញុំអត់គឺខ្ញុំសុខចិត្តប្រពេពិបាកតាមម្នាក់ឯងថ្ងៃមួយនោះមានបងស្រីម្នាក់គាត់មកចាំឡានតាក់ស៊ីក្នុងក្រុងហ្នឹងណា
ហើយគាត់ទិញក្រូចគៀបខ្ញុំក៏សួរថាឆ្នាំអីខែអីចឹងក៏ឃើញខ្ញុំបាក់ដេកនឹងចាំផ្លូវហ្នឹងជាមនុស្សស្រីផងខ្ញុំប្រាប់គាត់ទៅគាត់ថាអូនកុំបាក់ចិត្តកុំព្រួយហើយអាយុ38ហើយមានហាងរស់ស៊ីឡើងវិញហើយដល់អាយុ42ហើយមានទាំងលុយមានទាំងអំណាចឲ្យចាំសម្ដីខ្ញុំណាខ្ញុំចាំគាត់អត់ផ្លេចទេតែខ្ញុំមិនដឹងគាត់នឹងដល់ណាទេឥឡូវហ្នឹងខ្ញុំក៏សប្បាយចិត្តដែរលើគាត់និយាយថាចាអីហើយគាត់ទាំងមានតាមណាអញបើក្រមលឹងនេះមានតាមណាបើគាត់ថាមានក៏ទទួលយកទៅដល់ក្រោយមកទៀតដូចជាកន្លះឆ្នាំខ្ញុំបានជួបមនុស្សម្នាក់ទៀតឈ្មោះហេឆាយដែលខ្ញុំធ្លាប់តែថាចិនសែដូវាសនាខ្ញុំហ្នឹងណាគាត់ឆាតមកខ្ញុំគាត់ថាចង់ជួបខ្ញុំក៏ទៅជួបគាត់ហុចលុយខ្ញុំ$100ឡាព្រោះឃើញខ្ញុំពិបាកពេកណាហើយគាត់ថាខ្ញុំលេងទិញលេខសោឲ្យខ្សែដូវាសនាហែងឲ្យហែងទៅជាមនុស្សថ្មីទៀតពីមនុស្សអត់អីស៊ីដេកដីអត់ទៅជាមនុស្សម្នាក់ដែលមានលុយហើយមានអ្នកមានគ្រប់ស្រឡាញ់ខ្ញុំក៏តាមគាត់ទៅឬក្រដល់បាតអីដល់ពេលប្រើលេខហ្នឹងហើយក៏ខ្ញុំអត់តមានអីដែរក្រោយមកទៀតគេខ្ញុំទៅអាលីកាតូនៅចិត្តអ៊ីអន3ហ្នឹងក៏ខ្លាំងដែរគាត់ថាបងឯងខុសហើយអាយុ38មិនមានលុយឡើងវិញមាន$60,000ទៀតដល់អាយុ42បងឯងមានគ្រប់យ៉ាងហ្មងស្អីក៏បងឯងមានដែរខ្ញុំក៏សប្បាយចិត្តដែរគាត់ថាអញ្ចឹងណាដល់ពេលក្រោយមកនៅតែរកស៊ីធម្មតាចឹងអត់មានលុយទេតែបានបើកហាងនៅចិត្តអ៊ីអន2បើកហាងកញ្ចក់ហ្នឹងណាហើបមកវិញហើយក្រោយមកទៀតខ្ញុំជួបលោកនៅវត្តណាឡោមហ្នឹងគេថាលោកបកាយលោកកម្មជាក្រមខ្ញុំក៏ទៅមើលលោកថាខ្ញុំឯងអាយុ38មានលុយទៀត38ខ្ញុំថាចុយ38គ្រប់តែគ្នាអញ្ចឹង3 4នាក់ឯងដល់គេថានៅ42ទៀតខ្ញុំនៅចាក់ផ្លេគេថា42នឹងមានលុយហើយមានទាំងអំណាចទៀតលោកថាចាលោកនៅដល់រហងៃទេបងលោកភ្លេចឈ្មោះបាត់ហើយប៉ុន្តែគាត់នៅកត់ទី11លោកនៅរហងៃទេលោកខ្លាំងលោកមើលខ្ញុំណាហើយខ្ញុំនៅទៅរកស៊ីបើហាងកញ្ចក់លោកគ្រូចគៀបនៅមុខនៅចិត្តអ៊ីអន2ដដែលខ្ញុំហើពីខ្ញុំប្រើលេខទូរស័ព្ទដែលលោកទៅចិនសែឲ្យខ្ញុំហ្នឹងហើយខ្ញុំចាប់ដើមរកលុយបានដែរខ្ញុំចេញពីផ្លូវ271ខ្ញុំបើកហាងកញ្ចក់នៅចិត្តអ៊ីអន2រហងៃដែររហថ្ងៃហ្នឹងណាខ្ញុំក៏ទៅផ្ទះខ្ញុំតែប្រាប់អ្នកផ្ទះថាម៉ែអើយខ្ញុំអត់ខុសហើយទីទៀតខ្ញុំមានលុយរាប់ម៉ឺនហើយប្អូនខ្ញុំបងប្អូនមកអស់សោចខ្ញុំឡើងតូនខ្លួនហើយថាអើយឈ្គន់គ្រូទាយមែនតើហើយសម័យម៉េះអត់មើលខ្លួនឯងទេចំណាស់ណាហើយអត់មានអ្នកលើកទឹកចិត្តខ្ញុំទេបងហើយម៉ែខ្ញុំថាអើយធ្វើម៉េចទេបើវាសម័យឈ្គន់ទាំងគ្រូទាយអញ្ចឹងហើយវាអត់ចេះមើលខ្លួនវាអាយុប្រហែលទេ70 40មានទៀតរហងៃជួផ្ទះគេនៅលោកគ្រូគៀបនេះតែមានលុយតាមណាខ្ញុំបាក់ទឹកចិត្តខ្លាំងបងមកវិញចង់ហូរទឹកភ្នែកបើប្អូនស្រីខ្ញុំវិញមីពៅហ្នឹងសោចឡើងតូនខ្លួននឹងដីវាហួសចិត្តខ្ញុំពេកចាបើប្អូនញ៉ាំប្រុសវិញអីហ្នឹងគេកបិក្បាលឈួតទាំងគ្រូមិននឹងលប់ទាំងគ្រូទេនិយាយទៅខ្ញុំដូចសម្រាមចឹងក្រោយមកទៀតខ្ញុំមកផ្ទះវិញខ្ញុំជួបបងស្រីម្នាក់នៅសួងហ្នឹងគាត់ឡើងតាក់ស៊ីមួយខ្ញុំហើយពូឌីហ្នឹងគាត់នៅរស់ដល់ថ្ងៃហ្នឹងទេបងគាត់នៅក្នុងឡានហ្នឹងដែរអីហ្នឹងគាត់ឡើងឡានជាមួយខ្ញុំហ្នឹងជិះឡានពូឌីហ្នឹងពីសួងមកពេញគាត់នៅបេនសាថ្មីនេះគាត់ថាអ្មីអូនឯងអត់ក្រហើយណាឈ្មោះហែងហើយអាយុហែងហ្នឹងអាយុ38ហើយមានលុយហ្មងហើយមាន$60,000ដល់អាយុ42ហើយមានលុយហើយមានទាំងប្តីទៀតហើយមានគ្រប់យ៉ាងហ្មងថាខ្ញុំចឹងណាហើយគេថាក៏អស់ដែរសុបាយចិត្តដាក់ចិត្តទុកទៅគាត់ណាចូល38ភ្លាមខ្ញុំផ្ទុះយកហ្មងតាំងដូចយកសពចឹងបងខ្ញុំអត់នឹកស្មានថាអ្វីគេនិយាយនេះគឺការពិតហើយខ្ញុំចាំមើលអាយុ42ទៀតហើយមានមនុស្សម្នាក់មើលងាយខ្ញុំគាត់ថាស្មើសម័យជ្រុលនួតជ្រុលសិតតែតិចទៀតមានប្តីអ្នកធំយកខ្ញុំជឿគ្រូទាយព្រោះគេថាខ្ញុំ38មានលុយខ្ញុំមានលុយមែនតាំងមនុស្សដេញដីហើយគេថាខ្ញុំ42ខ្ញុំមានប្តីមាននឹងលុយមានតាមអំណាចទៀតខ្ញុំក៏ហើយក៏ไปថាប្តីខ្ញុំនឹងមានធំសខ្ពស់មានអំណាចមនុស្សមានលុយមានអំណាចទៀតដែលយកខ្ញុំជឿហើយគេឌីលខ្ញុំគេមិនឌីលគេថានិយាយអីអត់ចេះមើលខ្លួនឯងនៅកម្រិតណាបែបម៉េចហើយចាំមើលហើយយកប្តីអ្នកធំហើយមើលហើយឌីលឯងសិនទៅ